ធ្វើរបស់ញ៉ាំអត់ថាំព្រឹងនឹងតែឆ្ងាញ់បងគាត់ថាឆ្ងាញ់កម្រិតណាគឺទៅលើមាត់របស់មនុស្សម្នាក់ចំណូលចិត្តរៀងខ្លួនដែរមិនប្រកាសថាយើងអត់ចូលចិត្តហើយយើងថារបស់គេឆ្ងាញ់កែទេដោយសារតែចំណូលចិត្តខុសគ្នាដូចមួយឆាឡាតេខ្ញុំថ្ងៃនេះខ្ញុំធ្វើខ្ញុំចូលចិត្តលាយដោះគោខ្ញុំដាក់មកមុខខ្ញុំចូលចិត្តដាក់ដោះគោស្រស់ 100ml ដោះគោស្រស់សាបបងអត់មានជាតិផ្អែមហើយក៏អត់ឈួរខ្លាំងពេកដែររើសមកឲ្យត្រូវបានមកឆាយើងឆ្ងាញ់ដែរបើយើងរើសមកអត់ត្រូវធ្វើឲ្យបាត់ក្លិនមកឆាព្រោះឈួរខ្លាំងពេកបន្ទាប់មកយើងដាក់ជាមួយនឹង creamer ដាក់តែ10ទៅ 15ml creamer ហ្នឹងគឺជួយឲ្យខ្ទិះបងណាញ៉ាំមកឆាខ្លះគឺខ្ទិះជាប់មាត់ហើយក្លិនមកឆាឆ្ងាញ់ទៀតខ្ញុំចូលចិត្តបែបហ្នឹងហើយជាតិស្អាតយើងគេចេញពីទឹកស្ករនេះខ្ញុំដាក់តែទឹកស្ករឲ្យ15ទៅ 20ml កូរស្រាប់យើងដាក់ទឹកកកមកបន្ទាប់មកបន្ថែមជាមួយនឹងមកឆាយើងបានកូរហើយសម្រាប់ខ្ញុំមកឆាក្នុងមួយកាំងខ្ញុំប្រើប្រាស់ចំនួន5ក្រាមម្សៅហើយមួយទឹកក្តៅ 45ml កូរបែបហ្នឹងមករួចរាល់ហើយអញ្ចឹងដូចនិយាយចឹងចំណូលចិត្តខុសគ្នាមកឆាលើទីផ្សារក៏ច្រើនដែរម៉ាក់មួយណាក៏ល្អតែលើយើងថាចូលចិត្តអត់ដូចម៉ាក់ដែលខ្ញុំប្រើនៅក្នុងវីដេអូនេះគឺម៉ាក់ Premium Osabi នេះហើយបងចឹងបងដែលមានចំណាប់អារម្មណ៍ចង់សាកល្បងអាចឆាចូលភ័យបានណាយើងមានលក់ទាំងសម្ភារៈហើយនិងគ្រឿងផ្សំទាំងអស់បង